បងប្អូនថ្ងៃនេះយើងចូលមេរៀនទី8បញ្ជាក់អំពីស្រៈបញ្ចប់មេរៀនត្រឹមទី8នេះណាបងប្អូនអញ្ចឹងយើងចូលមេរៀនរបស់យើងទី8ស្វាមីសេចក្តីបញ្ជាក់ថ្ងៃនេះយើងបញ្ជាក់អំពីស្រៈដែលប្រើដាច់ដោយឡែកស្រៈប្រើដាច់ដោយឡែកមានស្រៈអ៊ីស្រៈអ៊ូស្រៈអ៊ីហើយគេត្រូវថែមព្យញ្ជនៈអ៊ីព្យញ្ជនៈអ៊ូដាក់នៅពីខាងមុខស្រៈទាំង3ហើយសរសេរជាអ៊ីអ៊ូអ៊ីអូខេបងប្អូនត្រូវចាំស្រៈណាដែលប្រើដាច់ដោយឡែកយើងត្រូវថែមព្យញ្ជនៈនៅពីមុខណាបងប្អូនចាគឺព្យញ្ជនៈអ៊ីនិងព្យញ្ជនៈអ៊ូចំណុចទី2គឺនិយាយអំពីស្រៈកាលណាស្រៈអ៊ីប្រកបជាមួយព្យញ្ជនៈ G T C E គេត្រូវលុបសញ្ញាទាំងពីរនៅខាងលើអក្សរ U នឹងចោលហើយសរសេរ G បូកនឹង E ស្មើនឹង G T បូកនឹង E ស្មើនឹង T C បូកនឹង E ស្មើនឹង C E បូកនឹង E ស្មើនឹង E E បូកនឹង1ស្មើនឹង1អូខេបងប្អូនត្រូវចំណាំស្រៈអ៊ីពេលណាប្រើជាមួយនឹងព្យញ្ជនៈយើងត្រូវលុបសញ្ញាពីខាងលើចេញណាបងប្អូនមេរៀនយើងគឺមានត្រឹមតែប៉ុណ្ណឹងចាបងប្អូនយកទៅសិក្សាទន្ទិញកត់ដាក់សភៅណាបងប្អូនដើម្បីងាយចេះងាយចាំទាំងអស់គ្នាសូមអរគុណសិស្សតាចា